ขณะពេលហ្នឹងដល់ពេលវេលាសមរម្យប្របាទពុកសាតេហ្នឹងក៏ពិចារណាដល់ពេលថាអាត្មាគួរតែដល់ពេលវេលានឹងចេញបួសហើយអញ្ចឹងទេក៏លើកប្រខ័ណ្ឌឡើងណាដើម្បីកាត់ទៅនៅព្រះកេសាព្រះចុឌាមនីចុលាមនីអីជាដើមហើយក៏បានបោះទៅតាមសីហបញ្ចោគឺបង្អួចហ្នឹងឯងអ្នកណាត្រូវការដោយបាច់កេសាគ្រប់គ្រងរាជសម្បត្តិយកចុះយើងនឹងចេញបួសគណៈពេលហ្នឹងបងណាប្របាទពុកសាតេដើរចង្ក្រមណានៅលើប្រាសាទហើយក៏ឲ្យមហាថ្លឹកឲ្យអាមាត្យទៅរកសម្ពុតមកណាដើម្បីយកមណ្ឌបពីផ្ទាំងទី1សម្ពុតស្លៀកមួយនិងដណ្ដប់មួយហើយយកបាតដីមកមួយមកអត់ណាហើយពេលដែលព្រះអង្គយាងចង្ក្រមណា2 3ជុំនៅលើប្រាសាទហ្នឹងហើយក៏ព្រះអង្គចុះមកក្រោមពេលដែលព្រះអង្គចុះមកក្រោមណាគឺបានន័យថាពួកអ្នកស្រីស្នំទាំងឡាយឬក៏អ្នកស្រុកអ្នកភូមិទាំងឡាយហ្នឹងមើលព្រះរាជាខ្លួនឯងមិនស្គាល់ពីព្រោះកាត់ប្រកេសានឹងអស់ហើយទម្លាក់មកចូលអស់ហើយព្រះមហេសុគឺពុកមាត់ឯងចោលអស់ហើយលោកបញ្ជាក់ថាព្រះកេសានិងព្រះមហេសុហ្នឹងគឺពុកមាត់ហ្នឹងដូចជាព្រះពោធិសត្វចេញបួសអញ្ចឹងប្រវែងឯងដូចគ្នាស្មើគ្នាណែខណៈពេលហ្នឹងបងណាគឺប្របាទពុកសាតេនឹងចង្ក្រមហើយក៏ចុះមកបើកទ្វារតាមលំដាប់លំដោយមកពួកអ្នកស្រុកអ្នកភូមិអ្នកនគរស្រីស្នំនឹងមើលព្រះរាជាមិនស្គាល់ក៏គិតថាអីក្រែងព្រះបច្ចេកពុទ្ធមកពីណាពីណីមកសម្ដែងធម៌ដល់មហារាជយើងទេដឹងអីអញ្ចឹងព្រះរាជានឹងក៏ចេញវឹងទៅក៏ចេញវឹងហ្នឹងពួកព្រះរាជាឡើងទៅលើប្រាសាទ7ជាន់មើលហាចអត់ឃើញព្រះរាជាឃើញតែកន្លែងអង្គុយធ្វើធម៌ចម្រើនធម៌ហើយកន្លែងចង្ក្រមអញ្ចឹងក៏ស្រ័យឡើងអូព្រះរាជាយើងទៅបាត់ហើយណាព្រះរាជាយើងទៅបាត់ហើយអញ្ចឹងទៅក៏ទៅតាមទៅក៏ព្រះរាជាទាំងឡាយហ្នឹងក៏ឃើញពួកមហាជនទាំងឡាយក៏ឃើញព្រះរាជារបស់ខ្លួនមែនទាំងអស់18នាក់ទៅតាមហើយដើរទៅអស់ណាកាលដល់វែងឆ្ងាយដែរគឺប្របាទពុកសាតេក៏ពិចារណាថាមិនសមគួរណាដោយសារថាព្រះពោធិសត្វកាលពីចេញបួសហ្នឹងមិនមានអ្នកណាហែហមដល់ច្រើនដល់ម្លឹងទេអញ្ចឹងអាត្មាគួរតែខាត់ពួកគាត់នឹង18នាក់មិនឲ្យទៅទៀតទេពួកអ្នកស្រុកអ្នកភូមិក៏គិតថាឆ្ងាយដែរហើយព្រះរាជាហ្នឹងក៏សរសេរអក្សរឡើងលើផែនដីថាអ្នកណាដោះស្រាយនៅបញ្ហាប្រស្នានឹងបានគឺអ្នកនឹងគ្រប់គ្រងទៅនៅរាជសម្បត្តិនឹងចុះណាដូច្នេះហើយក៏ប្របាទពុកសាតេក៏ធ្វើដំណើរទៅទៀតទៅហើយពួកអាមាត្យទាំងឡាយ18នាក់ក៏យកបញ្ហាទៅដោះស្រាយគ្នានៅនគរទៅចែកគ្នាគ្រប់គ្រងបន្តវេនណារាជសម្បត្តិហ្នឹងទៅប្របាទពុកសាតេហ្នឹងក៏ពិចារណាថាព្រះមហាពោធិសត្វពេលដែលចេញបួសហ្នឹងមិនបានពាក់ស្បែកជើងមិនបានមានឆាត់មានខ្លោះមិនបានមានយានជំនិះមិនមានអីទេគឺចេញបួសអញ្ចឹងអាត្មាខ្មាស់ទៅនៅព្រះពោធិសត្វណាព្រះសាស្តាគ្រូរបស់អាត្មាអញណាដូច្នេះហើយក៏ធ្វើដំណើរហ្នឹងទៅធម្មតាដោយថ្មើរជើងទៅតាមពួកអ្នកណាពាណិជ្ជករផ្សេងដែលគេលក់ដូរនៅក្នុងនគរតកសិលានឹងចេញទៅអញ្ចឹងណាដើម្បីធ្វើដំណើរទៅនគររាជក្រឹសដោយសារឮដំណឹងថាសរសេរមកនោះហាក់បីដូចជាព្រះសម្មាសម្ពុទ្ធនឹងគង់នៅក្នុងនគររាជក្រឹសអញ្ចឹងពេលដែលប្របាទពំពិសារៀបទៅនៅព្រះរាជសាសនឹងចេញមកខណៈពេលហ្នឹងឯងប្របាទពុកសាតេក៏ធ្វើដំណើរទៅតាមនាយពាណិជ្ជករផ្សេងហ្នឹងក៏បានអរុនហ្នឹងក៏វាលិចហើយរាត្រីទាំងឡាយក៏ចូលមកដល់អញ្ចឹងទៅភ្លឺឡើងអញ្ចឹងទៅពួកអ្នកស្រុកហ្នឹងក៏យកបាតរបស់ប្របាទពុកសាតេហ្នឹងដាក់ទៅនៅខាតនិយភោជនីយអាហារប្របាទពុកសាតេហ្នឹងជើងហ្នឹងក៏ពុលពងឡើងដោយសុខមាលជាតិជាស្ដាច់អត់មានអ្នកណាច្បាច់ខ្នងក៏ច្បាច់ចកេះអត់មានអ្នកណាមើលថែអីស្បែកជើងហ្នឹងក៏អត់មានពងជើងហ្នឹងដើរបានបន្តិចហ្នឹងក៏ពុលពងឡើងបែកជើងផងណាបន្ទាប់ពីហ្នឹងមកប្របាទពុកសាទេក៏សោយទៅនៅបាយណាឆាន់សោយហ្នឹងបាយហ្នឹងសង្កែខ្លះវាអង្គហ្នឹងវាមិនទៅល្អអង្គរបស់អ្នកស្រុកអ្នកភូមិវាឆ្អិនខ្លះឆៅខ្លះចុះវារឹងខ្លះដុបខ្លះអញ្ចឹងទៅក៏ចេះតែទទួលទានទៅបរិភោគទៅណាដោយអាហារខ្លះសៅម៉ងខ្លះកាលពីនៅព្រះរាជាមិនមែនបរិភោគអាហារបែបហ្នឹងទេណាហើយក៏បន្តដំណើរទៅទៀតទៅពេលដែលបន្តដំណើរទៅទៀតហ្នឹងណាគឺព្រះរាជាពុកសាតេធ្វើដំណើរអស់192យោជន៍ណាខ្វះតែ2យោជន៍ទៀតទេគឺ200យោជន៍បាត់ហើយអញ្ចឹងទៅក៏ធ្វើដំណើរទៅហ្នឹងហួសនៅវត្តចេតពុនទៀតព្រោះឮដំណឹងថាអាចជាព្រះសម្មាសម្ពុទ្ធនៅនគររាជក្រឹសហួសទៅនៅវត្តចេតពុនទៀតអត់បានចូលដល់វត្តចេតពុនហើយក៏មិនបានសួរព្រះសម្មាសម្ពុទ្ធនៅទីណាទេដោយសារការគោរពព្រះសម្មាសម្ពុទ្ធអត់បានសួរទៀត
ក៏ដើរហួសទៅ48យោជន៍ទៀតណា48យោជន៍ទៀតក៏ដល់នគររាជក្រឹសក៏បានសួរពួកអ្នកនគររាជក្រឹសថាតើព្រះសម្មាសម្ពុទ្ធបរមគ្រូនៅឯណាបានពួកអ្នកស្រុកថាផ្លូវដែលលោកដើរមកនឹងឯងហួសហើយ48យោជន៍ហើយពីទីនេះទៅណាបានថាលោកដើរហួសហើយដូច្នេះហើយប្របាទពុកសាតិក៏ពិចារណាថាពេលវេលានេះគឺល្ងាចហើយយប់ហើយមិនគួរណាអាត្មាអញហ្នឹងណាត្រឡប់ទៅវិញទេអញ្ចឹងទេក៏រកទីកន្លែងសម្រាប់នៅផ្ទះនាយស្មូនឆ្នាំងបានសួរទៅថាតើសមណៈទាំងឡាយអ្នកបួសពេលដែលពេលល្ងាចហើយខុសកាលខុសវេលាហើយតើគួរសម្រាប់នៅទីណាបានគេចង្អុលថានៅផ្ទះនាយស្មូនឆ្នាំងណាក៏បានទៅផ្ទះនាយស្មូនឆ្នាំងសុំកន្លែងសម្រាប់ខណៈពេលនោះគឺព្រះសម្មាសម្ពុទ្ធពេលបលឹមពេលចិត្តភ្លឺក្នុងបច្ចោសសម័យនៃរាត្រីព្រះសម្មាសម្ពុទ្ធព្រះអង្គពិចារណានៅបនិស័យសត្វលោកក៏ជួបនៅប្របាទពុកសាតិថាបើសិនជាព្រះសម្មាសម្ពុទ្ធមិនមកប្រោសតន់ទេមិនបានសម្ដែងធម៌ប្រោសទេប្រកាសជាស្ដេចនឹងដែលលះទៅនៅរាជសម្បត្តិហ្នឹងប្រកាសជានឹងស្លាប់ចោលតេចាក់គុណធម៌ហ្នឹងហើយណាអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើដំណើរចេញពីវត្តចេតពុនក្រុងសាវត្ថីហ្នឹងព្រះអង្គក៏មិនបានហោះព្រះអង្គក៏មិនបានទៅដល់យានជំនិះឯណានីមួយឡើយគឺព្រះអង្គដើរថ្មើរជើងមិនបានបំព្រួយដីទៀតដោយសារអនុគ្រោះដល់ព្រះបាទពុកសាតិដែលលះទៅនៅរាជសម្បត្តិដោយសារដើរ192យោជន៍ហើយបងណាហើយព្រះសម្មាសម្ពុទ្ធនោះគណៈពេលហ្នឹងយាងបិណ្ឌបាតអីគ្រប់គ្រាន់ហើយពេលល្ងាចនៃរាត្រីបានព្រះអង្គចេញទៅចិត្តប្រលប់ណាហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គណាមិនបានអធិដ្ឋានឲ្យមានទៅនៅឆោពាន់រាំងសីពន្លឺអីចេញពីណារាងកាយរបស់ព្រះអង្គបានទេគឺព្រះអង្គបិទទៅនៅពន្លឺហើយក៏យាងចូលដល់ផ្ទះស្មូនឆ្នាំងដូចជាភិក្ខុមួយរូបនាយស្មូនឆ្នាំងហ្នឹងក៏មិនស្គាល់ថាជាព្រះសម្មាសម្ពុទ្ធទៀតក៏គិតថាភិក្ខុមួយរូបហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទៅដល់ថាតើអាត្មាហ្នឹងអាចស្នាក់នៅផ្ទះនាយស្មូនឆ្នាំងហ្នឹងបានមួយយប់ដែរទេបាននាយស្មូនឆ្នាំងថាមានភិក្ខុមួយអង្គនៅក្នុងហើយបើសិនជាទៅសុំលោកបាននៅក្នុងក៏សុំចុះដោយសារថាខ្ញុំកណាហ្នឹងបកគលឲ្យលោកហើយបើលោកអនុញ្ញាតសុំលោកនិមន្តចុះអញ្ចឹងទៅបានព្រះសម្មាសម្ពុទ្ធចូលទៅជួបដល់ប្របាទពុកសាតិហ្នឹងប្របាទពុកសាតិមិនបានកំណាញ់នៅទីសេនាសនៈទីកន្លែងហ្នឹងទៀតក៏បានបកគលថាឥឡូវខ្ញុំបានសេនាសនៈនេះហើយសុំលោកចូលអវុសោណាសុំបាននៅសេនាសនៈនោះចុះគឺហៅអវុសោទៅអវុសោមកដោយសម្គាល់ថាអត់ស្គាល់ព្រះសម្មាសម្ពុទ្ធទេព្រះសម្មាសម្ពុទ្ធយាងចូលក្នុងផ្ទះនាយស្មូនឆ្នាំងបិទទៅនៅពន្លឺឆោពាន់រាំងសីដូចជាភិក្ខុមួយរូបធម្មតាអញ្ចឹងណាដោយសេចក្តីហ្នឹងណាហើយប្របាទពុកសាតិក៏មិនស្គាល់ព្រះពុទ្ធដែរគណៈពេលហ្នឹងគឺបុគ្គលដែលណាមិនបានប្រមាថបងណាប្របាទពុកសាតិហ្នឹងក៏ចូលទៅនៅនិរោធសមាបត្តិចូលទៅនៅឈានណាចតុតឈានបញ្ចមឈានអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គចូលនៅនិរោធសមាបត្តិក្នុងយប់ហ្នឹងហើយចាំឱកាសល្អដែលបាត់ហត់បាត់អីអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងធម៌ប្រោសណាទៅនៅប្របាទពុកសាតិហើយក៏បានសួរទៅព្រះសម្មាសម្ពុទ្ធក៏បានសាកសួរឃើញឥន្ទ្រីភោផង់នៃប្របាទពុកសាតិក៏សួរថាតើអវុសោនឹងបួសចំពោះនរណាបានប្របាទពុកសាតិក៏ស្គាល់ក៏ឆ្លើយថាយើងបួសចំពោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយបានព្រះសម្មាសម្ពុទ្ធសួរថាតើអ្នកដែលឃើញព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់អ្នកដែរទេបានប្របាទពុកសាតិឆ្លើយថាមិនដែលឃើញនោះទេហើយក៏មិនហើយថាបើសិនជាឃើញក៏មិនស្គាល់នោះដែរក៏ឆ្លើយបែបហ្នឹងណាបានព្រះសម្មាសម្ពុទ្ធពិចារណាថាបុគ្គលនេះណាជ្រះថ្លាជាមួយតថាគតក្រៃលែងលះបង់ទៅនៅរាជសម្បត្តិណាដើរមកអស់192យោជន៍អញ្ចឹងអាត្មាអញនឹងសម្ដែងធម៌ប្រោសដើម្បីបានទៅនៃជាបច្ច័យរួចផុតចាក់ទុកដល់ប្របាទពុកសាតិហ្នឹងក៏ឃើញថាលែងហត់ហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងពីណាធាតុវិភាំងកសោតហ្នឹងឯងការចែកធាតុណាចក្ខុវិញ្ញាណសោតវិញ្ញាណខៀនវិញ្ញាណធាតុទាំង18ណាធាតុទាំងអស់មានវេទនាមានកាយចិត្តធម៌មានអីគ្រប់សពបែបយ៉ាងទាំងអស់នៅក្នុងធម៌ហ្នឹងពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចប់ហើយបានប្របាទពុកសាតិថាជ្រាបច្បាស់មកថាលោកប្រកាសជាព្រះសម្មាសម្ពុទ្ធហើយក៏បានទៅលុតជង្គង់ថ្វាយបង្គំសុំខមាទោសទៅនៅព្រះសម្មាសម្ពុទ្ធពេលនោះភ្លឺល្មមព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គបញ្ចេញទៅនៅរស្មីព្រះអង្គភ្លឺឆ្វាចយ៉ាងណាមិញនៅក្នុងផ្ទះនៃនាយស្មូនឆ្នាំងហ្នឹង
ព្រះថកថាលោកបញ្យល់ថាដូចជាលអាងមួយដែលលំអទៅដោយសត្វសីហៈពីរណាបាននៅទីនឹងស្មើគ្នាដែលស្ដេចបក្សីទាំងពីរណាស្ដេចបក្សីទាំងពីរនឹងបានស្ថិតនៅក្នុងលអាងដ៏អស្ចារ្យបែបណាទៅយ៉ាងណាមិញផ្ទះនាស្មូនឆ្នាំងក៏មានពន្លឺចែងចាំងក្រៃលែងដោយពន្លឺរស្មីព្រះអាទិត្យផងនិងពន្លឺឆពាន់រាសីនៃព្រះសម្មាសម្ពុទ្ធផងណាគណៈពេលហ្នឹងបងណាគឺព្រះបាទពុកសាតិក៏ដឹងថានេះហើយគឺជាព្រះសម្មាសម្ពុទ្ធបរមគ្រូក៏ទៅលុតចង្គង់សុំខមាទោសព្រះសម្មាសម្ពុទ្ធមិនដឹងថាមិនស្គាល់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅថាការដែលមិនស្គាល់ហើយអ្នកឯងស្គាល់ទោសស្គាល់ខុសនេះគឺប្រប្រៃហើយបានជ្រះថ្លាជាមួយព្រះអង្គសូមព្រះអង្គបួសសូមព្រះអង្គជាឧបសម្បទាជាភិក្ខុបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរថាតើអ្នកមានជីពោមានបាតមានសង្កដីគ្រប់គ្រាន់នៅបានឆ្លើយថាមិនទាន់គ្រប់គ្រាន់ទេព្រះអង្គអញ្ចឹងព្រះសម្មាសម្ពុទ្ធថាតថាគតមិនដែលបំបួសបុគ្គលណាដែលគ្មានជីពោគ្មានសង្កដីគ្មានបាតគ្រប់គ្រាន់ទេដោយសារឧបនិស្ស័យរបស់ណាព្រះបាទពុកសាតិនេះបានត្រឹមតែជាអនាគាមីបុគ្គលមិនមែនជាតិចុងក្រោយផងហើយមិនដែលថ្វាយទៅនៅសម្ពុទ្ធជីពោផងដល់ភិក្ខុសង្ឃក៏មិនមានអានិសង្ឃទៅលើត្រៃជីពោហ្នឹងក៏មិនមានទៅនៅសម្ពុទ្ធកើតឡើងជាទឹកដែរណាមិនបានជាអីឲ្យភិក្ខុឧបសម្បទាទេក៏ធ្វើដំណើរព្រឹកឡើងហ្នឹងចេញទៅស្វែងរកទៅនៅសម្ពុទ្ធការសាបពស់ដើម្បីបួសហើយក៏មិនបានទៅជួបនៅព្រះបាទពំពិសាដែលជាសម្លាញ់នេះដែលគិតថាយើងលះបង់រាជសម្បត្តិប៉ុណ្ណាហើយក៏មិនសមគួរណាទៅចូលរកសម្លាញ់របស់យើងទេយើងស៊ូដើររកសម្ពុទ្ធណាដែលសេះសល់បាំងស្គរដោយខ្លួនឯងចឹងទៅគណៈពេលដែលទៅរកសម្ពុទ្ធហ្នឹងបងណាគឺដើរទៅអញ្ចឹងទៅព្រះបាទពំពិសាហ្នឹងក៏មកដែរជួបព្រះសម្មាសម្ពុទ្ធថាព្រះអង្គយាងពីទីណាមកបានថាតថាគតហ្នឹងទៅប្រោសទៅនៅព្រះបាទពុកសាតិដែលជាសម្លាញ់របស់មហាបពិតហើយចឹងបានសួរថាតើសម្លាញ់របស់ខ្ញុំព្រះអង្គនៅទីណាថាសម្លាញ់របស់មហាបពិតហ្នឹងបានដើរទៅរកសម្ពុទ្ធការសាបពស់ហើយដើម្បីបានបួសពេលដែលគណៈពេលហ្នឹងព្រះបាទពំពិសាហ្នឹងក៏ធ្វើដំណើរតាមក្រោយរីឯព្រះបាទពុកសាតិក៏ធ្វើដំណើរទៅមុនអញ្ចឹងទៅក៏ស្វែងរកទៅនៅសម្ពុទ្ធការសាបពស់ទៅឆ្លេឆ្លារនៅកន្លែងសម្រាមហ្នឹងមេគោកូនខ្ចីប៉ុណ្ណាយក្ខណីវាចូលទៅក្នុងមេគោហ្នឹងបានមានបាបកម្មដែលសេះសល់មកឃើញទេជុលសម្លាប់ទៅនៅព្រះបាទពុកសាតិដួលទៅក្នុងថ្លុកសម្រាមហ្នឹងទៅដូចជាដុំមាសដែលធ្លាក់នៅក្នុងសម្រាមហ្នឹងអញ្ចឹងភ្លឺចាំងចាអញ្ចឹងទៅព្រះបាទពំពិសាហ្នឹងក៏ទៅដល់ក៏សំណោះសោកស្ដាយនៅសម្លាញ់របស់ខ្លួនក៏ឲ្យសម្លាញ់របស់ខ្លួននេះនាំសាកសពសម្លាញ់របស់ខ្លួនមកដើម្បីរៀបចំធ្វើបុណ្យតម្កល់អធិធាតុទុកគោរពបូជាអញ្ចឹងទៅហើយភិក្ខុទាំងឡាយក៏បានសាកសួរថាតើកតិដំណើរជីវិតនឹងរបស់ស្ដេចពុកសាតិទៅកាន់ទីណាទៅណាបានព្រះសម្មាសម្ពុទ្ធថាព្រះបាទពុកសាតិលោកជាបណ្ឌិតលោកជាអនាគាមីបុគ្គលណាបានទៅកាន់ព្រហ្មលោកជាន់អវិហាហើយសូមអនុមោទនាណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកហ្នឹងគឺភិក្ខុទាំងឡាយក្នុងសម័យនោះមាន7រូបដែលបានសម្រេចទៅនៅអនាគាមីបុគ្គលណាបានទៅកាន់ព្រហ្មលោកជាន់អវិហាហ្នឹងណាជាន់សទ្ធាវាសហ្នឹងជាន់ទី1នៃអវិហាហ្នឹងគឺមានទៅនៅឧបកៈណាមួយណាព្រះឧបកៈមួយព្រះបលៈកណ្ឌៈមួយហើយនិងព្រះពុកសាតិនឹង3ណាមួយទៀត3បន្ទាប់ពីនោះមកមានព្រះផតយៈណាព្រះខណ្ឌៈទេវៈព្រះពហុតតិនិងព្រះពង្កយៈណាទាំងអស់ហ្នឹង7រូបបានទៅកើតនៅជាន់នៅអវិហាដូចជាព្រហ្មលោកជាន់អវិហាណាដល់ចប់សេចក្តីហ្នឹងបងណាអញ្ចឹងគឺមានភិក្ខុទាំងឡាយហ្នឹងក៏រីករាយជាមួយនឹងភាសិទ្ធរបស់ព្រះសម្មាសម្ពុទ្ធទៅណាអញ្ចឹងសូមអនុមោទនាណាអញ្ចឹងថ្ងៃនេះគឺមេរៀនរបស់យើងហ្នឹង